កូនកំឡោះអាចទទួលបានយ៉ាងម៉េចទៅតាក់សម័យមើលថាថ្ងៃមង្គលការជាថ្ងៃពិសេសក្នុងជីវិតប៉ុន្តែកូនក្រមុំត្រូវបានស្លាប់បាត់បង់ជីវិតចំថ្ងៃមង្គលការស្របពេលដែលកំពុងតែទទួលភ្ញៀវតើកូនកំឡោះគាត់អាចទទួលយកបានទេបងប្អូននៅស្រុកកំពង់ត្របែកខេត្តព្រៃវែងមុននេះបន្តិចនៅយប់វេលាម៉ោង10យប់នេះកូនកំឡោះកូនក្រមុំគាត់បានរៀបការហើយគាត់កំពុងតែទទួលភ្ញៀវបែរទៅជាកូនក្រមុំមិនស្រួលខ្លួនរួចហើយក៏ត្រូវបានស្លាប់បាត់បង់ជីវិតដោយសារតែគាំងបេះម្ដងតើកូនកំឡោះគាត់អាចទទួលយកបានទេរោងការដែលភ្ញៀវមិនទាន់ចាក់ចេញពីពិធីកម្មវិធីផងប៉ុន្តែកូនក្រមុំត្រូវបានស្លាប់កម្មវិធីរោងការទៅជារោងបុណ្យបងប្អូនតាមប្រភពព័ត៌មានបងប្អូនសាច់ញាតិរបស់គាត់បានបញ្ជាក់ថាកូនក្រមុំកាលពី3ឆ្នាំមុនកូនក្រមុំគាត់មានជំងឺចំហបេះដូងគេហៅបេះដូងចំហប៉ុន្តែគាត់បានវះកាត់ជាហើយលុះមកដល់ថ្ងៃរៀបការនេះ